បងប្អូនគ្នាខ្ញុំត្រូវការក្មេងយកមកបណ្ដុះបណ្ដាលឲ្យមានកន្លែងស្នាក់នៅឲ្យមានកន្លែងហូបចុកអាយុចាប់ពី15ឆ្នាំឡើងទៅក៏បានបងប្អូន15ឆ្នាំឡើងទៅក៏បានដែរបាទមានកន្លែងស្នាក់នៅស្រាប់បាទមានកន្លែងហូបចុកស្រាប់បាទប៉ុណ្ណេះបានទេបាទប៉ុណ្ណេះឡើងទៅបាន469អាយុប៉ុន្មានអូនអាយុ17ឆ្នាំប៉ុណ្្នឹងឡើងទៅក៏បានដែរបងប្អូនបាទបើមានកូនដែលគាត់អត់មានការងារធ្វើអត់មានមុខរបររកគាត់ធ្លាក់បាទជាពិសេសកូនដែលគាត់ខ្ជិលតាមពីរៀនខ្ជិលសពខ្ជិលគ្រប់យកមកកន្លែងខ្ញុំបងប្អូននេះគឺកំពូលខ្ជិលក្នុងលោកបាទបើនិយាយចំនេះកំពូលខ្ជិលក្នុងលោកឥឡូវនេះព្រលឹមឡើងម៉ោង7ភ្ញាក់បាទម៉ោង7ល្ងាចបានចប់បាទបរៀនតាមពីលោកឡានបរៀនតាមពីជូតឡានបង្រៀនតាមពីបើកឡានបង្រៀនតាមពីរបបអាហារទៀតបង្រៀនតាមពីទលុកដីទៀតបងប្អូនយកទៅមកផ្ញើមកគេសុនមួយមកមិនបាច់ខ្វល់រឿងផ្ញើលុយមកឲ្យគាត់ចាយទេបាទមិនបាច់ខ្វល់ផងពីព្រោះអីគេពីព្រោះនៅកន្លែងហ្នឹងគាត់មានប្រាក់ចំណូលស្រាប់ហើយគាត់មានពីប្រាក់ចំណូលរបស់គាត់ស្រាប់បាទអញ្ចឹងខ្ញុំបរៀនទៀតបរៀនពីមើលឡានបាទឡានណាអុបសិនប្រមាណឡានណាអុបសិនប្រមាណឡានស្រី2024នឹងអីគេអាកាមេរីនឹងអីគេខ្ញុំបរៀនសពបរៀនគ្រប់បងនេះបាទបរៀនឲ្យចេះតលតែអស់បាទសូមបញ្ជាក់ប្រាប់ណាយកគាត់មកផ្ញើជាមួយនឹង K01 នឹងដោះបដាគាត់ឲ្យคล้ายជាមនុស្សដែលខ្លាំងជាមនុស្សមួយដែលអស្ចារ្យជាមនុស្សមួយដែលអាចជួយសង្គមបានជួយខ្លួនឯងបាននិងជួយក្រុមគ្រួសារទៀតបាទបើក្មេងប្រុសបង្រៀនឲ្យគាត់រលុយដណ្ដឹងប្រពន្ធនៅខ្លួនឯងបើក្មេងស្រីបង្រៀនឲ្យគាត់មានអ្វីគ្រប់យ៉ាងជារបស់ខ្លួនឯងមិនថាម៉ូតូមិនថាឡានមិនថាជិះផ្ទះគាត់ខ្លាចជាមនុស្សអស្ចារ្យនៅពេលអនាគតបាទដោយសារអីគេដោយសារ K01 គឺជាមនុស្សបាទបង្រៀនខ្លួនឯងអញ្ចឹងខ្ញុំយកពីយុទ្ធសាស្ត្រការបង្រៀនខ្លួនឯងនេះយកទៅបង្ហាញដល់ពួកគាត់ឲ្យពួកគាត់ខ្លាចជាមនុស្សដែលខ្លាំងខ្លាចជាមនុស្សមួយដែលអស្ចារ្យអរគុណច្រើន